កៅអីលោក Nuno Espirito Santo កាន់តែក្តៅក្រោយក្រុមខ្លួនបន្តចាញ់ក្នុងផ្ទះវាពិតជាពិបាកនឹងឃើញលោក Nuno Espirito Santo បន្តក្នុងតំណែងនៅក្រុម West Ham តទៅទៀតណាខណៈដែលក្រុមមួយនេះកំពុងតែធ្លាក់ចុះដុនដាបខ្លាំងក្រោយបរាជ័យយ៉ាងអាម៉ាស់ក្រុមស្នាដៃក្រុម Nottingham Forest ក្នុងលទ្ធផល2-1ដែលធ្វើឲ្យពួកគេនៅសល់គម្លាតរហូតដល់7ពិន្ទុពីតំបន់សុវត្ថិភាពសរសេរដោយ Oliver Holtជុំវិញលទ្ធផលនៃការប្រកួតរវាងក្រុម West Ham ចាញ់1-2ក្រុមទ្វេជើង Nottingham Forest កាលពីយប់មិញនេះបរាជ័យនេះធ្វើឲ្យ West Ham ស្ថិតក្នុងតំបន់ដែលត្រូវកាត់ចោលលេខ18ដោយមានតែ14ពិន្ទុប៉ុណ្ណោះស្របពេលដែល Nottingham Forest លេខ17រំកិលខ្លួនទៅឆ្ងាយពីពួកគេរហូតដល់7ពិន្ទុលោក Nuno Espirito Santo កំពុងប្រឈមមុខនឹងការបណ្តេញចេញពីតំណែងយ៉ាងខ្លាំងបន្ទាប់ពីដឹកនាំក្រុមមិនបានល្អនិងទើបតែចាញ់ក្រុមចាស់របស់លោកថែមទៀតតាមការវិភាគស្ថានភាពវិបត្តិរបស់ West Ham ដែលស្ថិតិដ៏អាក្រក់និងគម្លាតពិន្ទុក្រោយការចាញ់ក្រុមស្នាដៃ Nottingham Forest 2-1មិនមែនគ្រាន់តែជាការបាត់បង់3ពិន្ទុធម្មតានោះទេប៉ុន្តែវាគឺជាការចាញ់គូប្រជែងផ្ទាល់ក្នុងការដណ្ដើមតំបន់សុវត្ថិភាពសម្រាប់គម្លាតពិន្ទុនេះគឺជាគម្លាតដ៏ធំមួយសម្រាប់ក្រុមដែលកំពុងតស៊ូគេចពីការកាត់ចោលគម្លាតនេះមានន័យថា West Ham ត្រូវការឈ្នះយ៉ាងហោចណាស់3ប្រកួតខណៈដែលគូប្រជែងត្រូវចាញ់ទាំងអស់ទើបអាចឡើងមកតំបន់សុវត្ថិភាពវិញបានដែលទម្រង់លេងបច្ចុប្បន្នរបស់ក្រុមហាក់ដូចជាបាត់បង់ម្ចាស់ការនិងខ្វះស្មារតីប្រយុទ្ធដែលលោក Oliver Holt ប្រើពាក្យថា sinking like a stone កំពុងលិចចុះដោយដុំថ្មរីឯបញ្ហារបស់លោក Nuno Espirito Santo ទោះបីជាលោកជាគ្រូដែលមានបទពិសោធន៍ប៉ុន្តែគាត់ហាក់ដូចជាមិនអាចដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ West Ham បានឡើយចំណែកយុទ្ធសាស្ត្រការពារមិនរឹងមាំខ្សែការពាររបស់ West Ham ងាយនឹងរងការវាយបកនិងបង្កើតកំហុសបុគ្គលច្រើនពេកការផ្លាស់ប្ដូរដែលមិនមានប្រសិទ្ធភាពលើការសម្រេចចិត្តប្ដូរកីឡាករនិងការរៀបចំទម្រង់លេងក្នុងប្រកួតសំខាន់ៗមិនបានបង្កើតជាលទ្ធផលវិជ្ជមានដែលធ្វើឲ្យអ្នកគាំទ្រចាប់ផ្ដើមបាត់បង់ទំនុកចិត្តនិងអ្វីដែលពិសេសទៀតនោះសម្ពាធពីអ្នកគាំទ្រនឹងឋានៈដឹកនាំ West Ham នៅកីឡដ្ឋាន London Stadium ចាប់ផ្ដើមបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងនៅពេលដែលក្រុមធ្លាក់ទៅតំបន់គ្រោះថ្នាក់ខ្លាំងបែបនេះថ្នាក់ដឹកនាំក្លឹបជារឿយៗតែងតែជ្រើសរើសផ្លូវបណ្ដេញគ្រូបង្វឹកដើម្បីសង្គ្រោះក្រុមមុនពេលវាយឺតពេលការបណ្ដេញចេញភ្លាមនៅពេលដែលប្រកួតបន្ទាប់មិនល្អនោះលោក Nuno នឹងត្រូវបណ្ដេញចេញដើម្បីយកគ្រូថ្មីមកជួយស្រោចស្រង់បើ West Ham ត្រូវធ្លាក់ទៅលីកទី2 Championship វានឹងក្លាយទៅជាមហាន្តរាយផេកហិរញ្ញវត្ថុដ៏ធំដោយសារពួកគេមានកីឡាករថ្លៃៗនិងកីឡាដ្ឋានខ្នាតយក្សការប្រកួតនៅខែមករានេះគឺជាឱកាសចុងក្រោយសម្រាប់លោក Nuno បើមិនអាចរកបានជ័យជំនះទេគាត់ប្រកាសជាត្រូវចាកចេញដោយអ្វីដែលលោក Oliver Holt បានលើកឡើងយោងតាមព័ត៌មានចុងក្រោយបំផុតពី Manchester United គិតត្រឹមថ្ងៃទី7ខែមករាឆ្នាំ2026នេះព័ត៌មានសំខាន់ជុំវិញការស្វែងរកអ្នកចាត់ការថ្មីមានដូចខាងក្រោមការតាក់ទងលោក Ole Gunnar Solskjaer និង Michael Carrickបន្ទាប់ពីការបណ្ដេញលោក Ruben Amorim ចេញពីតំណែងកាលពីថ្ងៃច័ន្ទក្លឹបបិសាចក្រហម Manchester United ត្រូវបានរាយការណ៍ថាបានចាប់ផ្ដើមពិភាក្សាជាមួយអតីតវីរបុរសនិងជាអតីតអ្នកចាត់ការរបស់ក្លឹបគឺលោក Ole Gunnar Solskjaer និងលោក Michael Carrick ដើម្បីមកកាន់តំណែងជាអ្នកចាត់ការបណ្ដោះអាសន្នវងក្រចក Interim Manager រហូតដល់ជាប់រដូវកាលចំណុចសំខាន់នៃដំណឹងនេះការពិភាក្សាបឋមនាយកផ្នែកកីឡាលោក Jason Wilcox ត្រូវបានគេជឿថាបានតាក់ទងទៅកាន់អ្នកទាំងពីរជាផ្លូវការដើម្បីសាកសួរពីលទ្ធភាពនៃការត្រឡប់មកជួយក្រុមវិញក្នុងរយៈពេលខ្លីស្ថានភាពបច្ចុប្បន្នលោក Darren Fletcher កំពុងដឹកនាំក្រុមជាបណ្ដោះអាសន្នសម្រាប់ការប្រកួតទល់នឹង Burnley នៅថ្ងៃពុធនេះប៉ុន្តែក្លឹបចង់បានអ្នកចាត់ការដែលមានបទពិសោធន៍ជាងនេះដើម្បីដឹកនាំរហូតដល់ចាប់រដូវកាល 2025-2026 ហេតុផលនៃការជ្រើសរើសទាំង Ole Gunnar Solskjaer និង Michael Carrick គឺជាបុគ្គលដែលស្គាល់វប្បធម៌ក្លឹបច្បាស់និងធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមបណ្ដោះអាសន្នទទួលបានជោគជ័យកាលពីមុនជាពិសេស Solskjaer ត្រូវបានគេរាយការណ៍ថាមានឆន្ទៈចង់មកជួយក្លឹបវិញដើម្បីកែប្រែកំហុសកាលពីអតីតកាលបែកភាពផ្សេងទៀតនិងគម្រោងអនាគតក្រៅពីអ្នកទាំងពីរក្លឹបក៏កំពុងសម្លឹងមើលជម្រើសផ្សេងទៀតសម្រាប់តំណែងអ្នកចាត់ការពេញសិទ្ធិនៅរដូវក្តៅខាងមុខដែលមានដូចជា Oliver Glasner គ្រូបង្វឹក Crystal Palace Marco Silva គ្រូបង្វឹក Fulham Xavi Hernandez អតីតគ្រូ Barcelona
សេចក្តីសម្រេចចុងក្រោយនឹងត្រូវឆ្លងកាត់ការយល់ព្រមពីលោក Sir Jim Ratcliffe និងក្រុមការងារ INEOS សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីលទ្ធផលនៃការចរចានិងស្ថិតិដឹកនាំរបស់លោក Ole Gunnar Solskjaer និង Michael Carrick កាលពីពេលកន្លងទៅបទសមត្ថភាពនៃការចរចាគិតត្រឹមថ្ងៃទី7 មករាឆ្នាំ2026យោងតាមប្រភពពី Sky Sports និង The Guardian លទ្ធផលនៃការចរចាមានភាពវិជ្ជមានច្រើនលោក Ole Gunnar Solskjaer ត្រូវបានគេចាត់ទុកថាជាបេក្ខភាពឈានមុខលោកបានបង្ហាញឆន្ទៈយ៉ាងច្បាស់ថាចង់ត្រឡប់មកជួយក្លឹបវឹងហើយការពិភាក្សាជាមួយភ្នាក់ងាររបស់លោកកំពុងដំណើរការសមាជិកជាន់ខ្ពស់មួយចំនួនដូចជា Bruno Fernandes និង Harry Maguire ក៏ត្រូវបានរាយការណ៍ថាស្វាគមន៍ការត្រឡប់មកវិញរបស់លោកផងដែរចំណែកឯលោក Michael Carrick វិញក្លឹបបានតាក់ទងលោកនៅនាមជាជំរឿនមួយទៀតឬអាចមានការដំឡើងតំណែងឲ្យមកធ្វើការរួមគ្នាជាមួយ Solskjaer ជាថ្មីម្ដងទៀត Carrick បច្ចុប្បន្នកំពុងទំនេរពីការងារបន្ទាប់ពីចាកចេញពី Middlesbrough កាលពីឆ្នាំ2025ដែលគម្រោងរួមគ្នាមានការបង្ហើបថាក្លឹបអាចនឹងតែងតាំងទាំងពីរឲ្យដឹកនាំរួមគ្នា Double Coach Plan ដើម្បីស្រោចស្រង់ស្ថានភាពក្រុមឲ្យទាន់ពេលវេលាប្រៀបធៀបស្ថិតិដឹកនាំនៅ Manchester United ខាងក្រោមនេះគឺជាទិន្នន័យនៃការដឹកនាំរបស់ពួកលោកកាលពីអាណត្តិមុនលោក Ole Gunnar Solskjaer 2018ដល់2021ចំនួនប្រកួតដឹកនាំ168ប្រកួតឈ្នះ92ប្រកួតស្មើ35ប្រកួតចាញ់41ប្រកួតភាគរយឈ្នះ 54.76% Michael Carrick 2021បណ្ដោះអាសន្នប្រកួត3ប្រកួតឈ្នះ2ប្រកួតស្មើ1ប្រកួតចាញ់0ភាគរយឈ្នះ 66.6% យើងប្រកាសជាឆ្ងល់ថាហេតុអ្វីបានជាក្លឹបចង់បានពួកគេត្រឡប់មកវិញព្រោះដោយសារតែពួកគេស្គាល់ច្បាស់ពី DNA ក្លឹបដែលពួកគេយល់ច្បាស់ពីសម្ពាធនិងវប្បធម៌នៅ Old Trafford ដែលអាចធ្វើឲ្យក្រុមមានស្ថិរភាពភ្លាមៗ Feel Good Factor សម្រាប់តម្លៃផ្នែកកិច្ចសន្យាប្រហែលជាមិនទាន់នៅឡើយទេដោយសារតែពួកគេកំពុងទំនេរពីការងារក្លឹបមិនចាំបាច់ចំណាយប្រាក់សងជំងឺចិត្តទៅក្លឹបផ្សេងឡើយទំនុកចិត្តពីកីឡាករស្នូលបច្ចុប្បន្នភ័យច្រើនធ្លាប់ធ្វើការជាមួយពួកលោកនិងមានទំនាក់ទំនងល្អជាមួយគ្នាថង